ជាបបសពតលនៅពេលដែលខ្ញុំ print ឯកសារចេញមកមាន error 2ដែលអាចនឹងកើតឡើងទី1ឯកសារយើងអញ្ចឹងហើយអានេះគឺបន្ទាត់ដាច់នេះមានន័យថាវា separate page អញ្ចឹងនៅពេលដែលយើងមើលនៅក្នុង view ជាក់ស្ដែងអញ្ចឹងហើយពេលដែលយើងចុច print preview មកវាចេញមកធម្មតាប៉ុន្តែនៅពេលដែលយើង print ចេញមកជាក់ស្ដែងវាអត់ដូចអញ្ចឹងទេឥឡូវខ្ញុំ print អាហ្នឹងឲ្យមើលហ្មងអូខេ print មកដាក់នេះហើយខ្ញុំយក save អញ្ចឹងអានេះយើងឃើញនៅក្នុង Excel ហើយ preview ក៏ដូចគ្នាដែរប៉ុន្តែនៅពេល print ជាក់ស្ដែងមកឃើញ page ហ្នឹងវា shift គឺវាអត់នៅក្នុង page តែមួយដូចអ្វីដែលយើងមើលឃើញនៅក្នុងនេះអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងដំបូងយើងទៅ file ហើយចូលមកកន្លែង option អ្នកនរឲ្យឃើញយើងមានចំណុចជាច្រើននៅក្នុងហ្នឹងតែយើងយកមក advanced បន្តមក screw ចុះមករកពាក្យgeneral ហើយកន្លែង scale content of A4 ឬក៏ 8.5 នេះយើងបាច់ tick វាទេយើង untick វាមកចុចយកពាក្យ OK អញ្ចឹងបញ្ហាហ្នឹងគឺយើងនឹងអាចដោះស្រាយបានណានៅពេលដែលយើងបើក print ម្ដងទៀតឥឡូវខ្ញុំទៅ print វាចេញម្ដងទៀតអូខេអញ្ចឹងវាចេញមកដូចជាមួយនឹង view ដែលយើងបានមើលឃើញនៅកន្លែងនេះចំពោះបញ្ហាទី2យើងមានអញ្ចឹងអូខេហើយយើងចង់ print វាចេញមកអញ្ចឹងបញ្ហាហ្នឹងគឺមកយើងឃើញជាក់ស្ដែងហ្មងពេលដែលយើងចូលមក print preview យើងឃើញកន្លែងនេះ scale for image នេះវាអត់មកដល់នេះទេហើយកន្លែងដែលយើង print នេះក៏វាអត់ good ដែរវាដាច់ទៅមុខទៅក្រោយអញ្ចឹងទៅអញ្ចឹងបញ្ហាហ្នឹងគឺមកពីអីបញ្ហាហ្នឹងគឺមកពីយើងយកជួឈរនេះណាគឺទំហំវាធំពេកអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងបានគឺយើងអាចណា add អញ្ចឹងមក add ជួឈរនឹងឲ្យបានច្រើនមកហើយយើងធ្វើម៉េចយើងព្រមជួឈរនឹងកុំឲ្យធំពេកណាយើងព្រមជួឈរនឹងកុំឲ្យធំពេកនេះដែរអូខេឥឡូវខ្ញុំព្រមវាឲ្យ fit ទៅជាមួយនឹងរូបភាពវិញណាបន្តិចទៀតអូខេខ្ញុំឧទាហរណ៍ថាប៉ុណ្្នឹងចុះអញ្ចឹងនៅពេលដែលយើងព្រមវាឲ្យ fit ទៅរូបភាពហើយសូមយើងមកបដូរខាងក្នុងនេះលៃតម្រូវវាម្ដងទៀតឲ្យស្អាតមកវិញណាហើយយើងទៅ print preview ម្ដងទៀតគ្រប់យ៉ាងនឹងត្រឡប់មកធម្មតា